លោកគឹមចុងអ៊ុនមេដឹកនាំប្រទេសកូរ៉េខាងជើងបានបង្ហាញការគោរពដល់ទាហានដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែនរូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានបង្ហាញពីទស្សនវិជ្ជាលោកគឹមចុងអ៊ុនបានគោរពដល់មឈូសមានទង់ជាតិរបស់ទាហានកូរ៉េខាងជើងដែលត្រូវបានសម្លាប់ពេលជួយដល់ទាហានរុស្ស៊ីនៅក្នុងការប្រយុទ្ធគ្នាជាមួយនឹងទាហានអ៊ុយក្រែនក៏បញ្ជាក់ថាខ្សែវីដេអូនៃការរំជួលចិត្តបង្ហាញរូបភាពលោកគឹមចុងអ៊ុននៅជាមួយសពទាហានដែលបានស្លាប់ទាំងនោះបង្ហាញនៅក្នុងផ្ទៃខាងក្រោយនៃវីដេអូចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េអំឡុងការសម្ដែងមួយក្នុងទីក្រុងជុងយ៉ាងកាលពីថ្ងៃអាទិត្យដោយពេលនោះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីវប្បធម៌របស់រុស្ស៊ីលោកស្រី Olga Lyubimova ផងដែរព្រឹត្តិការណ៍នៃការសម្ដែងនេះត្រូវបានរៀបចំឡើងគឺដើម្បីអបអរខួប1ឆ្នាំនៃកិច្ចព្រមព្រៀងយោធាដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងពីរដោយគេដឹងថាកិច្ចព្រមព្រៀងនេះមានចែងនៅខ្លឹមសារស្ដីពីការការពារទៅវិញទៅមកផងដែរ